សួស្តីអ្នកនរគ្នាខ្ញុំ CAA Anime ថ្ងៃនេះខ្ញុំនឹងលើកយកសាច់រឿងបន្តមកស្រាយជជូនអ្នកនរគ្នាមុនចូលទៅដល់វីដេអូខ្ញុំសង្ឃឹមថាអ្នកគ្នាជួយចុច Subscribe ដើម្បីឲ្យមានកម្លាំងចិត្តធ្វើវីដេអូតអូខេកុំឲ្យខាតពេលយូរយើងចូលសាច់រឿងយើងអ្នកនរគ្នានៅយប់បន្ទាប់យ៉ាម៉ៅបានចេញក្រៅផ្ទះម្ដងទៀតហើយគាត់ក៏បានដើរចូលទៅក្រោមគាត់ឈរនៅបង្កាន់ដៃមើលតែសភាពគាត់ថាយប់ទី2ហើយនៅកន្លែងមួយដែលជាកន្លែងក្មេងលេងនេះហើយគឺនូណានាងបាននិយាយថាបែងចង់ខ្លាយទៅជាបិសាចជញ្ជក់ឈាមគឺត្រូវការផ្ដល់ឈាមឲ្យទៅគេហើយអត្រានៃកកាកូនចៅវាក៏តាមនឹងដែរនិយាយហើយនូណានាងក៏បានឈរធ្វើឲ្យតួបែកប្រុសរបស់យើងគឺអៀនខ្លាំងមែនតើហើយក៏និយាយថារលូនដល់យ៉ាងណានាងបានឆ្លើយថាគឺរលូនដោយសារអានេះប៉ះគ្នានោះអីពួកឯងប្រុសយើងថាឈប់ទៅគឺគេដឹងហើយនាងបាននិយាយថាមិនខ្វាយខ្វល់នោះទេតួឯងប្រុសរបស់យើងរៀបនឹងនិយាយអ្វីមួយនោះណាក៏បានកាប់មកថានាងដឹងហើយតែគាត់នៅតែនិយាយថាគាត់នឹងលងស្នេហ៍នាងធ្វើឲ្យនូណានាងអៀនខ្លាំងមែនតើបន្ទាប់ពីនេះតួឯងប្រុសរបស់យើងបានដើរគ្រប់ទីកន្លែងដើម្បីរកមើលតួឯកស្រីរបស់យើងគាត់បានពោលថាតើនាងនៅឯណាគាត់មិនដឹងនោះទេលុះដើរមកដល់ក្រោមស្ពានបុរស3នាក់នៅកំពុងតែនិយាយរឿងការផឹកស្រាតែតួឯកប្រុសរបស់យើងមិនចាប់អារម្មណ៍នោះទេស្មាននេះហើយមិនឃើញនាងក៏កំអានត្រឡប់ទៅផ្ទះវិញទៅដើរតាមផ្លូវបណ្ដាក៏កើតពីរឿងនោះធ្វើឲ្យរូបគាត់គិតថារូបនាងប្រហែលជាមិនចង់ជួបគាត់នោះទេមិនបានប្រមាណនោះណានាងក៏បានឈរលើបង្គោលខ្សែភ្លើងហើយនាងក៏បានលោតចុះមកហើយនាងបាននិយាយថាសួស្តីធ្វើឲ្យគាត់ពិតជាឆ្ងល់ខ្លាំងមែនតើគាត់បានពោលទៅថាទុកពេលឲ្យគាត់សម្រាប់មែនទេតើនាងនៅទេគាត់ខំដើររកនាងគ្រប់ទីកន្លែងនោះណាប្រាប់ថានាងកំពុងតែបំពេញតួនាទីរបស់នាងយកមកថានាងអាក្រក់ខ្លាំងណាស់ចោះឈាមរបស់គាត់នោះតើគាត់ចង់ថានាងអាក្រក់មែនទេតើគាត់មានន័យយ៉ាងណាបើនាងចង់បឺតឈាមអ្នកផ្សេងនោះអូតើកូនចង់ញ៉ាំនំប៉័ងមែនទេនោះមិនមែនទេដោយសារពួកគេគឺជាបិសាចជញ្ជក់ឈាមយកមកថាតើអ្នកមានន័យយ៉ាងណាខ្ញុំមានន័យថានោះហើយជាអ្វីដែលបិសាចធ្វើទោះជាយ៉ាងណាតួឯកប្រុសរបស់យើងខំរកនាងគ្រប់ជ្រុងជ្រោយអស់ហើយឥឡូវពួកយើងគួរតែបដូរការទំនាក់ទំនងម្ដងយកមកបាននិយាយថាចោះលេខទូរស័ព្ទរបស់នាងនោះណាថាមិនមានទូរស័ព្ទនោះទេយកមកបាននិយាយថាតើនាងរស់សម័យកាលនេះមិនប្រើទូរស័ព្ទមែនទេនោះណានាងបានគិតបន្តិចគឺនាងមាននៅផ្ទះរបស់នាងមកដល់ផ្ទះហើយនាងក៏បានរកទូរស័ព្ទនាងឃើញយកមកគាត់ស្លាំងកាំងពេលដែលឃើញទូរស័ព្ទចិច្ច7ដ៏ធំបែបនេះមិនអីនោះទេយកមកថាពេលគាត់ត្រឡប់ទៅផ្ទះគាត់នឹងទូរស័ព្ទទៅនាងភ្លាមបន្ទាប់មកនោះណានាងក៏អមឡើងដាក់ខ្លួនទៅគេងតួឯកប្រុសរបស់យើងគាត់ក៏បានមើលនាងថាអេតើលោកកំពុងតែមើលអ្វីឆាប់ឡើងមកវាធ្វើឲ្យតួឯកប្រុសរបស់យើងគឺមានការច្របូកច្របល់មែនតើនៅក្នុងស្ថានភាពនេះហើយនោះណានាងក៏បានហៅគាត់តើនាងអាចបូមឈាមរបស់គាត់បានដែរឬទេយ៉ាមកថាអត់ទេនោះណានាងពោលថាតែលោកបានអនុញ្ញាតឲ្យនាងហើយហេតុអ្វីលោកនិយាយបែបនេះគាត់ថាបើនាងបើឈាមគាត់មិនខ្លាចទៅជាបិសាចជញ្ជក់ឈាមទេហើយបើនាងចង់ផឹកបែបនេះនាងមិនទៅរកគេទៅនោះណានាងនិយាយថាស្ដាប់ណាយ៉ាម៉ូរីនាងគឺកំពុងតែតាមរកគាត់នឹងឯងគឺខ្ញុំខ្មាស់គេពេកក្នុងការនិយាយអ្វីមួយឲ្យខ្ញុំសុំទោសផងហើយយ៉ាម៉ូគាត់ក៏បានទន់ចិត្តហើយនាងក៏បានជញ្ជក់ឈាមរបស់គាត់ទៅមួយស្របកក្រោយមកគាត់គិតថាគឺមិនមែនដោយសារឈាមគាត់ឆ្ងាញ់នោះទេដោយសារពួកយើងមានអារម្មណ៍ដូចគ្នានៅយប់បន្ទាប់យ៉ាម៉ូបានដើររកនាងគ្រប់ទីកន្លែងតែមិនឃើញនោះទេនៅក្រោមស្ពានហើយនៅកន្លែងដែលពួកគេដើរពិតជាធ្វើឲ្យគាត់ហត់ខ្លាំងណាស់លុះពេលគិតបែបនេះហើយនោះណានាងក៏បានត្រឡប់មកដល់នោះណាថាអារម្មណ៍សួស្តីយ៉ាម៉ូគាត់បាននិយាយថាគាត់រកឃើញនាងហើយនោះណាថានាងសុំទោសនាងក៏បានតាមរកគាត់ដែរហេតុនេះហើយដែលគាត់បានទិញនេះគឺនាឡិកាទំនាក់ទំនងនោះណា
ឆ្លើយថាពិតជាអស្ចារ្យខ្លាំងណាស់នាងថាពេលគេនៅឆ្ងាយពីនាងតើនាងអាចទំនាក់ទំនងទៅគេបានដែរឬទេគាត់ថាប្រាកដណាស់គាត់បាននិយាយថាកាលគាត់នៅក្មេងគាត់ក៏បានតែងរវល់លេងបែបនេះទំនាក់ទំនងនាងសួរទំនាក់ទំនងជាមួយនរណាយ៉ាម៉ូថាកាលគាត់នៅក្មេងក៏បានតែងរវល់លេងនេះវាមានពីរគាត់មិនដឹងទំនាក់ទំនងជាមួយនរណានោះទេព្រោះគាត់មិនមានមិត្តក្រោយពីនេះគាត់ក៏បានយកមួយទៅដាក់នៅលើទូសង្ឃឹមថានឹងមានអ្នកឃើញយ៉ាងរហ័សរយៈពេល3ថ្ងៃហើយគាត់មិនមានការឆ្លើយតបពីនរណាម្នាក់នោះទេហើយក៏បានទៅរកហើយមិនមានការទំនាក់ទំនងគាត់ក៏បានយកទុកវាបាត់ទៅហើយពេលនៅគាត់បានបង្ហាញនាឡិកានេះហើយសោយប៉ុណ្ណឹងមិនអស់ចិត្តក៏សោយបោកវាំងដីថែមទៀតហើយពេលនៅគាត់ក៏ឲ្យនាឡិកាទៅនាងទៅហើយនោះណានាងក៏ហោះចេញទៅយ៉ាងលឿនធ្វើឲ្យតួឲ្យប្រុសរបស់យើងគឺភ្ញាក់ផ្អើលខ្លាំងមែនតើនៅពេលយប់បន្ទាប់តួឲ្យប្រុសរបស់យើងគឺមានអារម្មណ៍ថាឯកាខ្លាំងណាស់គឺគាត់មិនដែលមានអារម្មណ៍ចឹងពីមុននោះទេនាឡិកាដែលគាត់កំពុងពេលដៃនេះវានិយាយបាន150ម៉ែត្រគាត់មិនដែលចុចនាឡិកានោះទេនេះហើយជាការចុចលើដំបងធ្វើឲ្យគាត់មានអារម្មណ៍ថាភ័យខ្លាំងណាស់ហើយគាត់ក៏បានចុចវាពេលនោះមានការឆ្លើយតបបានន័យថារូបនាងគឺនៅចម្ងាយ150ម៉ែត្រពីគាត់នោះទេនាងក៏បាននិយាយថាតើនាងនឹងស្លាប់ពួកគេដែរឬទេហើយគាត់ក៏បានសើចថានាងកំពុងតែធ្វើរឿងអាក្រក់ហើយក៏បាននិយាយថាវាគឺសប្បាយណាស់ដែលគាត់បានលេងជាមួយនឹងឧបករណ៍នេះគាត់ថាគឺគាត់រីករាយខ្លាំងណាស់ដែលគាត់បានទិញនាឡិកានេះហើយនេះគឺជាគូស្នេហ៍ដំបូងដែលគាត់ណាត់ជួបគឺធ្វើឲ្យនូណាពិតជាមានអារម្មណ៍ថាអៀនខ្លាំងណាស់ហើយគាត់ក៏បានសើចទោះឯស្រីរបស់យើងបាននិយាយដោយស្ងៀមស្ងាត់ថាលោកកំពុងតែនិយាយជាមួយខ្លួនឯងមិននៅលង្ហុងហើយពួកគេក៏នាំគ្នាមកលើដំបូលអគារហើយនូណានាងក៏បានដើរទៅរកទូប្រុសបានខាំទូប្រុសមួយរំពេចនោះក៏មានក្របអ្វីយ៉ាងធ្លាក់ចូលក្នុងខ្លួនគាត់គិតថាវាគឺក្តៅបន្តិចហើយសម្រាប់ការបិទឈើម្ដងនេះនោះគឺនូណាពេលដែលគាត់និយាយរឿងស្នេហាធ្វើឲ្យនាងមានប្រតិកម្មខ្លាំងមែនតើពេលនោះនូណានាងឆ្ងល់សួរថាតើគាត់មានរឿងអ្វីមែនពេលនោះយ៉ាំមកហៅនាងថាអីគឺគាត់សុំនាងចូលទៅឲ្យគៀកហើយនិយាយតាមឧបករណ៍បញ្ជូនសំឡេងធ្វើឲ្យតួស្រីរបស់យើងពិតជាអៀនខ្លាំងមែនតើហើយគាត់បាននិយាយថាពួកយើងអាចចាប់ផ្ដើមធ្វើជាមិត្តនឹងគ្នានៅពេលនេះបានទេនៅពេលគាត់កំពុងតែដើរនោះគាត់គិតថាតើអ្នកកាន់នាឡិកាទូចនោះគឺជានរណាគាត់មិនដឹងថាគេបោះចោលវាឬពេលនោះមានគេបានផ្ញើសារមកគាត់គិតថាជានូណាដែលផ្ញើសារមកគាត់តែមិនមែនទេតាមនាឡិកាទូចនោះថាយ៉ាម៉ូរ៉េលោកកំពុងតែធ្វើអ្វីអូខេអ្នកនរគ្នាសាច់រឿងយើងមានតែប៉ុណ្ណឹងអរគុណអ្នកនរគ្នាដែលតាមដានវីដេអូនេះដល់ចប់ពីខ្ញុំ CAA Anime សូមជម្រាបលា